អូនមកពិសាទីហើយគឺថាថ្ងៃនេះបានបាត្រីបងអូនបានបាត្រីយកមកស្លមកជូរស្លឹក7ហើយអានេះកូនឃ្លានណែមអញ្ចឹងទិញណែមយកមកមូលឲ្យកូនញ៉ាំអញ្ចឹងណាបងប្អូនឡែណែតាខ្ញុំខ្ញុំស្លមជូរសិនបងប្អូនស្លមជូរក្បាលត្រីហើយស្លោហើយបានងាកបន្តិចញូរណែមញ៉ាំចាំញ៉ាំទាំងអស់គ្នាបងប្អូនចាបងប្អូនគឺថាមុននឹងយើងស្លយើងទៅបេះត្រួយអំពិលសិនណាបងប្អូនពីព្រោះថាអត់បានទិញទេគឺត្រួយអំពិលយើងមានស្រាប់អញ្ចឹងណាអញ្ចឹងហើយធ្វើការបេះសិនចាបន្ទាប់ពីបេះត្រួយអំពិលរួចមកក៏យើងដាក់ខ្ទឹមចូលទៅបងប្អូនដាក់ខ្ទឹមដាក់ប្រហុកដាក់រំដេងហើយដាក់ស្លឹកក្រូចហើយនឹងគល់ស្លឹកគ្រៃចូលទៅណាបងប្អូនបន្ទាប់មកក៏យើងគ្របទុកមួយសន្ទុះសិនទៅឲ្យចាំពេលពុះចាំយើងដាក់ចាបន្ទាប់ពីគ្របមួយសន្ទុះហើយទឹកពុះហើយបងប្អូនដាក់ត្រីចូលទៅបងប្អូនដាក់ក្បាលត្រីយើងចូលទៅយើងកូរវាបន្តិចទៅបងប្អូនកូររួចមកក៏យើងបិទគ្របទុកមួយសន្ទុះទៀតទៅបងប្អូនឥឡូវក៏គ្របទុកមួយសន្ទុះហើយបងប្អូនស្រង់ពពុះចេញបន្តិចទៅបងប្អូនអើយកុំឲ្យវាជាប់ឆ្នាំងអញ្ចឹងណាបងប្អូនស្រង់ពពុះចេញរួចក៏ដាក់អំបិលស្ករវាចេញទៅបងប្អូនមិញហើយក៏ដាក់ត្រួយអំពិលចូលណាបងប្អូនដាក់ហើយក៏គ្របបិទមួយផ្លេតទៅបន្ទាប់ពីគ្របបិទមួយផ្លេតហើយក៏បើកម្រោបភ្លក់មើលបន្តិចទៅបងប្អូនរៀនថាសាបបន្តិចក៏យើងថែមអំបិលមកជែបទៅណាបងប្អូនចាបងប្អូនបន្ទាប់ពីថែមថយគ្រឿងល្មមហើយក៏បងគល់ច្រឡំគល់បងម្រះព្រៅចូលទៅណាបងប្អូនបងម្រះព្រៅដាក់ម្ទេសចូលតិចតួចចឹងណាដាក់ចូលហើយក៏ភ្លក់បន្តិចហើយកូរបន្តិចទៅរួចជាការស្រាញចាបន្ទាប់ពីរួចហើយក៏ចាប់ផ្ដើមដួសដាក់ចានអញ្ចឹងណាបងប្អូនទំនងអត់បងប្អូនចាបន្ទាប់ពីរួចហើយក៏ចាប់ផ្ដើមញ៉ាំឲ្យបងប្អូនមកញ៉ាំជាមួយខ្ញុំទាំងអស់គ្នាបងប្អូនគឺថាបើខ្ញុំមានកំហុសខុសឆ្គងត្រង់ណាសូមអភ័យទោសផងណាបងប្អូនអរគុណច្រើន